អូខេបាទនេះគឺជាទេសភាពនេះរដូវទឹកឡើងនៅកំពង់ភ្លុកហ្នឹងហើយឥឡូវយើងកំពុងធ្វើដំណើរទៅកំពង់ភ្លុកបាទឥឡូវយើងមកដល់ហើយនេះគឺជាទីតាំងដែលយើងត្រូវជួលទូកជិះចូលទៅលេងបឹងទន្លេសាបដោយសារខែទឹកឡើងអញ្ចឹងវាលិចផ្លូវអស់ហើយអញ្ចឹងត្រូវការជិះទូកអញ្ចឹងតើតើទូកមានទូកធំទូកតូចយើងឆ្លាញ់មួយណាជិះមួយហ្នឹងទៅអាធំអស់លុយច្រើនអាតូចអស់លុយតិចហ្នឹងហើយហើយពួកខ្ញុំជួលទូកតូចពួកគ្នាខ្ញុំមានតែ4នាក់5នាក់ហ្នឹងហើយឥឡូវយើងកំពុងតែធ្វើដំណើរឡើងទូកហើយមើលទូកហ្នឹងដូចជាខ្ញុំចាំដូចជាចន្លោះពី80000ទៅ100000ហ្នឹងហើយឥឡូវយើងឡើងមកដល់ទូកហើយតកងស្រីឲ្យញាក់សាច់មកជន់នឹងបាស់ទូកឆ្កើដែរហ្នឹងជីវិតទាំងអស់គ្នាអូទេសភាពពេលទឹកឡើងចឹងស្អាតចិត្តអ្នកណាដែលអត់ទាន់បានទៅកុំភ្លេចទៅលេងកំពង់ភ្លុកទាំងអស់គ្នាមើលទៅមុខខ្ញុំក៏ដឹងគឺ fresh សាហាវជាមួយនឹងខ្យល់ត្រជាក់ហើយនេះទៅលេងភ្ញៀវទេសចរជាតិទឹកអន្តរជាតិទៅច្រើនណាច្រើនទូកបាទហ្នឹងហើយមកដល់នឹងគេថាដកទឹកហើមស្រួលហ្មងហត់ទៅឃើញអាក្លិនទឹកហ្នឹងមានក្លិនផ្សែងមើលអូននៃជីវិតវាភីងចយមកអានេះដេកលំនឹងទៅបងអើយបងវាបាទនេះផ្ទះបងប្អូនប្រជាជនយើងតពីទឹកឡើងលិចអស់ហើយហ្នឹងហើយពួកគាត់នៅទឹកលិចចឹងគាត់ធ្លាប់ឯងនេះយើងអត់ធ្លាប់នៅបាក់នៅហ្នឹងហើយនេះមណ្ឌលសុខភាពកំពង់ភ្លុកបាទមិនថាទឹកឡើងទៅអីប៉ុណ្ណាទេមណ្ឌលសុខភាពនៅតែបើកដំណើរការធម្មតាអញ្ចឹងកុំភ្លេចឈឺទៅពេទ្យអត់មានឈឺទៅផឹកកាហ្វេដើរលេងទេណាហ្នឹងហើយឥឡូវយើងក៏មកដល់ផ្ទះបងប្អូនប្រជាជនយើងដែលនៅក្នុងកំពង់ភ្លុកហ្នឹងបាទគឺបងប្អូនរបស់យើងនៅហូរនៅនេះច្រើនណាហ្នឹងហើយដូចខ្ញុំនិយាយចឹងបើយើងអត់ធ្លាប់នៅកើតទេអត់ចេះនៅទេលេងនៅផ្ទះសុទ្ធងាប់បដ ாய் តែពួកគាត់ស៊ំហើយនេះគឺជាកន្លែងដែលឈប់សម្រាប់ញ៉ាំអីណាគេមានលក់កាហ្វេគេមានលក់បាយលក់អីញ៉ាំណាចង់ឈប់ទៅក៏ចូលជប់ចូលទុកឈប់ហើយអីញ៉ាំទៅតែពួកខ្ញុំអត់ចូលទេពួកខ្ញុំជិះឈ្មោះទៅបឹងទន្លេសាបមកដល់នេះគាត់ផ្លូវចូលវានេះផ្លូវចូលវាបន្តដល់ផ្ទៃបឹងហ្នឹងណាហ្នឹងហើយអញ្ចឹងមានទូកខ្លះដូចខ្ញុំនិយាយក៏គាត់ចូលទៅញ៉ាំកាហ្វេញ៉ាំអីលេងថតរូបថតអីទៅពួកខ្ញុំអត់បានចូលពួកញ៉ាំអីពីព្រឹកអីហើយកាហ្វេហើយអីចុះគឺឈ្មោះទៅផ្ទៃបឹងទន្លេសាបហ្នឹងហើយព្រៃកោងកាងអាហ្នឹងហៅព្រៃកោងកាងហើយដែលវាដុះពាត់អាផ្លូវចូលហ្នឹងដល់ពីអញ្ចឹងnóស្អាតម្យ៉ាងដែរបាទអូនេះយើងមកដល់នេះមកដល់នេះគឺផ្ទៃបឹងទន្លេសាបមកទាំងអស់គ្នាអូលហលហៅស្អាតអើលោកធំទៀតអាមជុំក៏មិនទៅសើអ្នកលក់ទាំងអស់នេះនោះដែលមានឆាត់ដែលខ្ញុំថតច្បាស់នេះគាត់លក់ចាប់គួយមាននំមានអីលក់អើយឆ្ងល់លក់អីណាគេណាមើលទៅឃើញមនុស្សផងហើយលក់អីត្រីលក់អីហ្នឹងទេហ្នឹងខ្ញុំនិយាយលេងទេគឺមានបងប្អូនជានេសាទរបស់យើងគាត់មកធ្វើការនេសាទអីចឹងទៅហើយភ្ញៀវទេសចរយើងnàyគាត់ជិះមកនឹងគេឈប់ទាំងអស់គ្នាណាដល់ពេលមកដល់គេឈប់ឲ្យយើង relax ទេយើងចង់នៅមួយនាទីមួយម៉ោងមួយអីក៏បានដែរអញ្ចឹងដល់ពេលនោះទូកគេឈប់គេបលត់ម៉ាស៊ីនទៅគេឲ្យយើង relax នៅលើផ្ទៃបឹងនោះអត់ឃើញអូអាលោកធំញាក់សាច់ភ័យពួកខ្ញុំភ័យដល់ញ័រសាច់ដែរអញ្ចឹងមកសាច់នៅលើផ្ទៃបឹងទន្លេសាបពួកខ្ញុំនៅដល់10នាទីទេដូចចង់ពុលអាលោកធំពេកតែបើនិយាយពីកាសធាតុនេះអារម្មណ៍ពីម្ដងហ្នឹងអូស្រស់ស្រាយទាំងអស់គ្នាខ្ញុំពិបាកពណ៌នាគាត់ដឹងថាវា relax ហ្មងចឹងដូចនិយាយម្ដងទៀតតែបើអ្នកអត់តបានស្គាល់កំពង់ភ្លុកទេកុំភ្លេចទៅខ្ញុំមកនេះលើកទី1ទេមកតាមគេតាពួកបងដែលគាត់មកខ្ញុំមិនដែរស្គាល់គាត់ដែរណាតែស្គាល់តាមប្អូនចឹងក៏សុំគាត់មកជាមួយគាត់មកលេងកំពង់ភ្លុកសុំគាត់មកជាមួយទេសភាពស្អាតញាក់សាច់នៅផ្ទៃទឹកល្វឹងល្វើយចឹងមិនថាបឹងទន្លេសាបយើងដូចជាបឹងកំណប់ចឹងសម្បូរទៅដោយធនធានសម្បូរទៅដោយត្រីគាត់នៅផ្ទៃបឹងទន្លេសាបគាត់នៅត្រីចិញ្ចឹមប្រជាជនយើងមកប្រទេសទាំងត្រីទាំងការប្រើប្រាស់ផ្សេងដូចទឹកដូចអីហ្នឹងទីទៅប្រទេសកម្ពុជាយើងដែនដីសវណ្ណភូមិស្អីក៏មានដែរបឹងភ្នំទន្លេប្រាសាទសមុទ្រមានគ្រប់សព
hẹt ấy cái sông này ta cro mùi sáng nào mình nhầm bóng rồi ạ này nhầm thấy mà nhầm thấy đá vô lợt thông thông pê trả lời rồi xong lại chật từ bên nhé bà muốn ở nơi tế là nơi chú vô là lợt uốn ở này lời tụ dương hiện tối pê đó pê là lợt váy tới vì khôn kháng thôi ở này bạn có tụ thông được cái trí đúng thế là nó hay chừng giờ ấy ảnh được bán dù tụ cái cái chú cái chân này rồi tết dương cái tết chú tụ thông đi chân này rồi trả còn mấy xuống ngủ miền bồn bồn là có chi tụ đó có chụp nơi à kiên prey còng cán còn coi thấp gì đúng nó bọc quạt nó bị còn nốm lột cho quy lô tụ phao còn bị áo cô không nên ngày đó là bộ dương có ban từ bên có khi một thế sự biển rồi xa ra còn là mơ hết cái trong tơ một đồng tiền trong miền là cả ban từ lên xin hiệp đồ gội tiền nhưng ở trong thì có bông lục đừng là từ lên đi từ lệch mà tay ảnh đấy chung lưu cái tham mò đã đợi tức lá mình xa bỏ màu khai tập lại ở sơ xa thì giờ một trong màu complete nhé khai tập lại màu cứ đăng thả em mong trong video dương ai ở miền tây mình là phần nên thấy ô con giờ nạp cả tạm tu sna video tụi họ khné beginner blogger ô con chấm tiếp liền bye bye chụp lên video cả